សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មៃហើយយើងក៏បានលើកចំពោះជាមួយនឹងអេនតឺមេដែលទើបតែចេញហើយក៏តាក់ទាញផងដែរហើយក៏ចង់ដឹងថាតួអង្គរបស់យើងនឹងគឺជាតួអង្គខ្លាំងក្លាបែបណានិងមានអំណាចបែបណាយើងគួរតែចូលក្នុងរឿងរបស់យើងតែម្ដងទៅតើគឺកុំឲ្យខាតពេលភាគទី1ចូលមកដល់ចំពោះសាច់រឿងយើងគឺបានឃើញចំពោះមនុស្ស3នាក់ជាពិសេសយើងក៏បានឃើញចំពោះតួឯករបស់យើងជីហៅជាមួយប្អូនស្រីរបស់គេនិងម្ដាយរបស់គេដែលកំពុងតែនិយាយគ្នាប៉ុន្តែក៏មានជាមួយនឹងសញ្ញាអ្វីទេគឺចាប់ផ្ដើមលេចឡើងនៅលើក្បាលមនុស្សគ្រប់គ្នាតែម្ដងជាពិសេសក៏មានជាមួយនឹងលំហដែលប្រេះលេចឡើងមកផងដែរចេញជាមួយនឹងបិសាចដែលវាស្ថិតនៅល្វែ55វាក៏បានចាប់ផ្ដើមអុកឡុកទៅកាន់ចំពោះទីក្រុងនៅទីនោះតែម្ដងបង្កើតឲ្យមានជាមួយនឹងភាពចលាចលម្ដាយយីហៅក៏បានប្រតិកម្មចំពោះយីហៅឲ្យនៅទីនេះហើយក៏សន្យាជាមួយនឹងនាងឲ្យមើលថែចំពោះយុនហ្វៃយីហៅក៏បានយល់ព្រមយើងក៏បានឃើញជាមួយនឹងសមត្ថភាពពិសេសរបស់ម្ដាយរបស់យីហៅបន្ទាប់ពីនាងបានបញ្ចេញជាមួយនឹងសមត្ថភាពរបស់នាងហើយនាងក៏បានទៅវាយជាមួយនឹងបិសាចនោះកម្លាំងវាយរបស់នាងគឺពិតជាខ្លាំងជាពិសេសមួយជើងចុងក្រោយបានធ្វើឲ្យបិសាចនោះគឺខ្ទាតប៉ើងបាទទៅហើយដោយបិសាចនឹងគឺកំពុងតែស្វែងរកចំពោះម្ដាយរបស់យីហៅយើងក៏បានឃើញថាអំពើពួកគេទាំងពីរនាក់នេះផងដែរប៉ុន្តែមើលទៅអំណាចបិសាចនោះខ្លាំងជាងក៏បានធ្វើឲ្យចំពោះម្ដាយយីហៅគឺត្រូវខ្ទាតប៉ើងប៉ុន្តែបិសាចនោះក៏នៅតែបន្តវាយប្រហារហើយបើជានៅតែមិនចោលនាងក៏បានវាយបោវិញបានខ្ទាតបាទទៅហើយប៉ុន្តែមើលទៅបិសាចនោះគឺគ្រាន់តែចង់បានចំពោះវត្ថុអ្វីមួយនៅក្នុងដៃរបស់ម្ដាយយីហៅដោយនោះគឺជាត្រាដ៏ទេវភាពនាងគឺបារម្ភចំពោះកូនរបស់នាងដូច្នោះក៏បានបញ្ឆោតបិសាចនោះគឺហោះមកតាមនាងតែម្ដងបន្ទាប់មកនាងក៏បានសូត្រជាមួយនឹងមន្តអាគមអ្វីនោះទេដោយនាងគឺបាត់បន្ទោសខ្លួនសម្លាប់ជាមួយនឹងបិសាចនៅទីនោះទូមុខឲ្យចំពោះយីហៅរបស់យើងឃើញមើលពីមុខម្ដាយរបស់គេគឺជាលើចុងក្រោយការបន្ទោសនោះគឺពិតជាខ្លាំងអ្នកនរគ្នាគឺអាចមើលបានប៉ុន្តែយីហៅជាមួយនឹងប្អូនស្រីរបស់គេមិនអីនោះទេដោយសារតែមានជាមួយនឹងរបាំងការពារតាមដល់ពេលបច្ចុប្បន្នហើយបីជាយើងបានឃើញចំពោះកញ្ញាម្នាក់កំពុងតែរៀបរាប់អំពីការកើនឡើងនិងសត្វចម្លែកជាពិសេសមនុស្សក៏បានដើរឡើងជាមួយធម្មពលពិសេសគេក៏បាននិយាយអំពីមនុស្ស5នាក់ដែលបង្កើតជាមួយនឹងគាផងដែរដែលល្បីល្បាញហើយនេះក៏ជាតួឯករបស់យើងដែលគាត់ឥឡូវនេះគឺស្ថិតនៅក្នុងល្វែ3នៅពេលដែលយីហៅរបស់យើងគឺបានរៀនចប់ហ្នឹងយើងក៏បានឃើញផងដែរថាយីហៅគឺត្រូវបានចំពោះមនុស្ស3នាក់គឺចង់ធ្វើបាបដោយពួកគេទាំងអស់នោះសត្វតែល្វែលើចំពោះយីហៅហើយបីជាពួកគេមើលងាយចំពោះយីហៅក៏ចាប់ផ្ដើមវាយធ្វើបាបទៅកាន់យីហៅប៉ុន្តែការវាយរបស់គេនឹងឃើញថាយីហៅគឺអាចគេចផុតទាំងអស់តែម្ដងនៅពេលដែលគេចង់វាយធ្វើបាបចំពោះយីហៅបន្តប្អូនស្រីរបស់យីហៅក៏បានចេញមកដាក់អានឹងមកជើងខ្ទាតបាទទៅហើយដែលនាងគឺល្វែ7មនុស្សដទៃទៀតឃើញនាងភ្លៀងក៏ចាប់ផ្ដើមមានការភ័យខ្លាចហើយអាពីរអ្នកហ្នឹងក៏បាននាំមេរបស់វាចាកចេញពីទីនេះបាទទៅយុនហ្វៃក៏បាននាំចំពោះយីហៅគឺចាកចេញពីទីនេះព្រោះថាឥឡូវនេះគឺជាថ្ងៃខួបកំណើតរបស់គេហើយយើងក៏បានឃើញថាយីហៅគឺកំពុងតែនៅជាមួយនឹងឪពុករបស់គេដោយពួកគេគឺចាប់ដើមធ្វើជាមួយនឹងខួបកំណើតឲ្យទៅកាន់យីហៅគ្រប់ជាមួយអាយុរបស់គេ18ឆ្នាំក៏ឲ្យចំពោះយីហៅគឺចាប់ដើមពងប្រាថ្នាតែម្ដងយីហៅគ្រាន់តែចង់បានជាមួយនឹងសមត្ថភាពពិសេសព្រោះថាកម្រិតរបស់គេមិនដែលឡើងសោះអស់រយៈពេល3ឆ្នាំគេគ្រាន់តែចង់បានសមត្ថភាពដើម្បីការពារមកកាន់គ្រួសារគេប៉ុន្តែនៅពេលនោះយើងក៏បានឃើញចំពោះបិសាចក៏បានចេញមកដោយនោះគឺជាបិសាចពេញពីងថ្មីអារក្សដោយវាគឺស្ថិតនៅកម្រិតទី12យើងក៏បានឃើញចំពោះក្រុមមនុស្សក៏បានបាញ់ទៅវាប្រហារវាផងដែរប៉ុន្តែគ្មានបានផលប្រយោជន៍អ្វីនោះទេចុងក្រោយក៏ត្រូវបានវាសម្លាប់ចោលបាត់ទៅចំណែកខាងចំពោះក្រុមគ្រួសារយីហៅរបស់យើងវិញបានឃើញថាក៏ត្រូវបានចំពោះបិសាចពេញពីងថ្មីអារក្សក៏ត្រូវបានរកឃើញផងដែរឪពុករបស់យីហៅដោយសារតែចង់ការពារមកកាន់ពួកគេដែលគាត់ក៏បានបញ្ចេញជាមួយនៅសមត្ថភាពរបស់គាត់តែម្ដងដែលស្ថិតនៅល្វែ9គាត់គឺបានស្ទុះទៅប្រយោជន៍ជាមួយនឹងពេញពីងថ្មីអារក្សប៉ុន្តែមិនអាចធ្វើអ្វីបានទេត្រូវបានពេញពីងថ្មីអារក្សវាយគល់ឡើងខ្ទាតបាទទៅហើយយុនហ្វៃដោយឃើញថាឪពុករបស់នាងគឺបានរឹងរបួសនាងក៏បានបញ្ចេញសមត្ថភាពរបស់នាងជាអ្នកបាញ់ធ្នូបាញ់ទៅកាន់ចំពោះបិសាចពេញពីងថ្មីអារក្សប៉ុន្តែមិនអាចធ្វើអ្វីបានត្រូវបានវាបកវិញជាពិសេសត្រូវបានចំពោះយីហៅគឺបានមកការពារបើមិនដូច្នោះទេយុនហ្វៃនឹងពិតជាត្រូវស្លាប់យីហៅប្រតិកម្មប្អូនស្រីរបស់ខ្លួនឲ្យចាកចេញពីទីនេះជាមួយនឹងពុករបស់គេជាពិសេសយើងក៏បានឃើញផងដែរថាយីហៅត្រូវបាន
បានបិសាយពីងពីងថ្មីរះគឺបានចាក់ទៅកាន់គេបាត់ទៅហើយដោយពីងពីងនោះក៏ចាប់ផ្ដើមដើរសម្ដៅទៅកាន់ចំពោះប្អូនស្រីរបស់យីហៅជាមួយនឹងឪពុករបស់គេយីហៅក៏ប្រើជាមួយកម្លាំងរបស់គេចុងក្រោយចាប់ទៅកាន់បិសាចពីងពីងប៉ុន្តែបានឃើញថាបិសាចពីងពីងនឹងបោះកាន់យីហៅរបស់យើងដូចជាសម្លៃអញ្ចឹងយីហៅបានត្រឹមតែគិតនៅក្នុងចិត្តថាខ្ញុំគឺត្រូវស្លាប់ហើយបានត្រឹមតែសុំទោសទៅកាន់ម្ដាយរបស់គេដែលមិនអាចធ្វើតាមពាក្យសន្យាការពារចំពោះប្អូនស្រីប៉ុន្តែនៅពេលនោះក៏មានជាមួយនឹងបាតុភូតអ្វីទេលេចឡើងហើយបីជាធម្មពលនោះក៏បានដាស់ជាមួយនឹងសមត្ថភាពរបស់យីហៅរបស់យើងមើលទៅវាគឺជាសញ្ញាការរបស់អាថរិយក្រហមឬក៏អាថរិយភ្លើងបានឃើញថាបិសាចពីងពីងនឹងខ្ទាតបាត់ទៅហើយដោយសារតែយីហៅរបស់យើងដែលគាត់បញ្ចេញជាមួយនឹងដាវស្រមោលភ្នំភ្លើងអំណាចរបស់គេគឺពិតជាខ្លាំងមែនទែនបានឃើញថាយីហៅគឺចាប់ដើមប្រយុទ្ធជាមួយនឹងបិសាចពីងពីងនោះគឺពិតជាខ្លាំងមែនទែនដោយបិសាចពីងពីងអាចយកឈ្នះចំពោះយីហៅយើងបានឬទេយីហៅក៏ចាប់ដើមបញ្ចេញជាមួយធម្មពលភ្លើងរបស់គាត់បន្តទៀតបាញ់ទៅកាន់ចំពោះបិសាចពីងពីងនោះមួយទំហឹងមនុស្សចាស់តែម្ដងប៉ុន្តែហើយបីជាបិសាចពីងពីងក៏បានបញ្ចេញជាមួយធម្មពលអ្វីទេចេញពីថ្មីរបស់វាបានស្រូបយកជាមួយមនុស្សដែលស្លាប់នៅនោះបង្កើនជាមួយសមត្ថភាពរបស់វាដោយបិសាចពីងពីងនឹងក៏បានឈានទៅដល់ level 15បន្ទាប់ពីបានកើនជាមួយកម្លាំងវាក៏បានបញ្ចេញធម្មពលពីថ្មីរបស់វាបាញ់វាប្រហែលទៅកាន់ចំពោះយីហៅទោះបីជាកិច្ចយ៉ាងណាក៏ដោយក៏ឃើញថាក៏រងរបួសបន្តិចបន្តួចដោយការវាប្រហារមួយនោះផងដែរប៉ុន្តែយីហៅគឺមិនបានចោះចាញ់នោះទេដោយសារតែគេមានជាមួយនឹងប្រព័ន្ធរបស់គេជួយយើងក៏បានឃើញថាបិសាចនឹងចង់លេបត្របាក់ទៅកាន់យីហៅប៉ុន្តែយីហៅរបស់យើងក្រឹកឡើងម្ដងទៀតជាមួយធម្មពលយ៉ាងពេញលេញតែម្ដងហើយនឹងងាប់នៅក្នុងកំដាប់ដៃរបស់អញចេញជាមួយនឹងស្នៀតខ្យល់ព្យុះអណ្ដាតភ្លើងចាប់ផ្ដើមដុតសម្លាប់ទៅកាន់ចំពោះបិសាចពីងពីងនេះជាមួយនឹងធម្មពលភ្លើងរបស់គេយ៉ាងខ្មុះខ្មាញ់នៅក្នុងទីក្រុងការប្រើធម្មពលច្រើនពេកក៏បានធ្វើឲ្យយីហៅរបស់យើងដួលសន្លប់ផងដែរប្រព័ន្ធក៏បានបញ្ចេញអំពីការសម្លាប់ទៅកាន់បិសាចពីងពីងថ្មីអរិយក៏ទទួលបានជាមួយពិន្ទុប្រហែល 20000 ពិន្ទុគេក៏អាចអាប់ក្រេតជាមួយសមត្ថភាពរបស់គេយីហៅក៏បានភ្ជាប់នៅក្នុងស្មារតីប្រព័ន្ធឬក៏លំហប្រព័ន្ធដោយប្រព័ន្ធក៏បានប្រាប់យីហៅគឺអាចប្រើប្រាស់ជាមួយសមត្ថភាពអធិរាជភ្លើងឬក៏អធិរាជក្រហមហើយគេក៏បានឈានដល់កម្រិត level 10ផងដែរដោយយីហៅក៏ចាប់ផ្ដើមដឹងតើគេអាចឈានឡើងដល់កម្រិតរបស់គេហើយមែនដែរឬទេហើយលើនេះប្រព័ន្ធក៏ចាប់ផ្ដើមអាប់ក្រេតមកកាន់ចំពោះយីហៅរបស់យើងបន្តទៀតដោយយីហៅគេបានឈានដល់ level ទី12បាត់ទៅហើយប៉ុន្តែគេស្ថិតនៅតែ level 3ព្រោះថាយីហៅរបស់យើងគឺត្រូវបានប្រព័ន្ធលាក់បាំងជាមួយនឹងកម្រិតរបស់គេប៉ុន្តែការលាក់បាំងកម្រិតរបស់គេវាក៏ល្អសម្រាប់យីហៅរបស់យើងនៅក្នុងការចាប់ការជាមួយនឹងគូសត្រូវដទៃទៀតដែលមិនបានដឹងជាមួយកម្រិតពិតប្រាកដរបស់គេ